ជាបរិវត្តម្នាក់ចូលរួមផ្សាយទេសចរតំបន់ទេសចរម្នាក់ដើម្បីសង្គមយើងដើម្បីជាតិរបស់យើងតាមរយៈការផ្សព្វផ្សាយទេសចរនឹងឯងទឹកធ្លាក់ទី2ហ្នឹងណាកម្ពស់20ម៉ែត្រជាងស្អាតញាតិញោមចេកអានេះគេហៅចេកព្រៃញោមចេកហើយផ្លែកកោះនេះផ្លែកកោះនេះហើយនឹងស្អីដូចជាប្រទាលទឹកធ្លាក់បូស្រាហ្នឹងមាន3ដំណាក់ហើយនេះទឹកធ្លាក់ទី1នេះយើងថតពីលើនេះហើយស្ដាយដែរយើងទៅហ្នឹងគឺអត់បានស្រង់ទឹកលេងទឹកបានទេព្រោះមេឃភ្លៀងពេលមេឃភ្លៀងអញ្ចឹងទៅទឹកឡើងក្រហមអញ្ចឹងហ្នឹងអញ្ចឹងយើងស្រង់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវញោមញាតិញាតិញោមអស់លោកសាធុសប្បុរសទាំងអស់គ្នាដែលកំពុងទស្សនាមើលវីដេអូអាត្មានេះនេះជាវីដេអូស្ថិតនៅក្នុងខេត្តបណ្ឌុលគិរីដែលយើងទៅទស្សនានៅទឹកជ្រោះប៊ូស្រាញាតិញោមនេះផ្លូវយើងដើរចូលទៅញាតិញោមហើយនៅតាមផ្លូវយើងដើរចូលទឹកជ្រោះប៊ូស្រាហ្នឹងគឺឃើញញោមបងប្អូនប្រជាជនយើងជនជាតិខ្មែរខ្លះនិងប្រជាជនភាគតិចខ្លះហ្នឹងគាត់លក់ផ្លែឈើផ្លែព្រៃទឹកឃ្មុំអីជាដើមចឹងទៅហ្នឹងចឹងញាតិញោមត្រូវការទឹកឃ្មុំផ្លែឈើធម្មជាតិអីនៅទីនោះមានគាត់លក់គឺគាត់បេះមកពីក្នុងព្រៃប៉ិនញោមញាតិហើយជូនជាចៃដន្យទៅនឹងមេឃភ្លៀងពេលមេឃភ្លៀងចឹងទៅអាព្រៃឈើក៏ដូចជាបរិវេណនៅទីនោះគឺស្អាតមេឃភ្លៀងចឹងទៅឡើងខៀវស្ងាត់ញាតិញោមដើមឈើដើមព្រៃហើយនេះចេកអានេះគេហៅចេកព្រៃញោមចេកព្រៃចេកអីគេហ្នឹងខ្លះគេហៅចេកភ្នំគឺមានច្រើនណាស់មានចេកព្រៃចេកភ្នំហើយផ្លែកកោះនេះផ្លែកកោះនេះហើយនឹងស្អីដូចជាប្រទាលដូចជាស្អីច្រើនណាស់ផ្នែកខាងថ្នាំឱសថបុរាណបងប្អូនជនជាតិពនងជនជាតិចារាយជនជាតិគួយអីហ្នឹងគាត់លក់ព្រោះនៅមណ្ឌលគិរីហ្នឹងគឺភាគច្រើនសបោទៅដោយជនជាតិជនជាតិភាគតិចដូចជាអាត្មាធ្លាប់ដឹងកន្លងមកដូចជាមានប្រមាណជា8ជនជាតិនៅខេត្តហ្នឹងណាមានជនជាតិពនងជនជាតិចារាយជនជាតិគួយជនជាតិស្ទូនជនជាតិស្ទីងមានច្រើនណាស់អាត្មាបានចាំតែប្រមាណជនជាតិហ្នឹងទេណាជាស្រ័យដែលរាប់ហៅមិនអស់រាប់មិនអស់ណាសំបីតែក្មេងអ្នកលក់ដូចជាបបោសតាមដងផ្លូវអីហ្នឹងតាមអាត្មាសួរទៅក៏សិតតែជាកូនជនជាតិដែរគ្មានខ្មែរទេប៉ុន្តែភាគច្រើនគាត់និយាយខ្មែរគាត់និយាយខ្មែរយើងធម្មតាអញ្ចឹងណាប៉ុន្តែបើនៅពុកម្ដាយគាត់គ្រួសារគាត់នៅក្នុងផ្ទះអីហ្នឹងគេនិយាយជនជាតិភាសាជនជាតិភាគតិចគេហ្នឹងទៅហើយឥឡូវបន្ទាប់ពីឲ្យញោមញាតិទស្សនានៅតាមដងផ្លូវដើរចូលទឹកជ្រោះប៊ូស្រាហ្នឹងឥឡូវយើងមកដល់កន្លែងទឹកធ្លាក់ហើយសូមចម្រើនពរបញ្ជាក់ថាទឹកធ្លាក់ប៊ូស្រាហ្នឹងមាន3ដំណាក់ទឹកធ្លាក់ដំណាក់ទី1មានកម្ពស់ប្រមាណជា10ម៉ែត្រជាងទឹកធ្លាក់ទី2មានកម្ពស់ប្រមាណជា20ម៉ែត្រជាងនិងទឹកធ្លាក់ទី3អត់ទាន់មានអ្នកណាទៅដល់ហើយពោះវាសម្បូរទៅដោយព្រៃហើយផ្លូវពិបាកហើយនេះទឹកធ្លាក់ទី1នេះយើងថតពីលើនេះហើយស្ដាយដែរយើងទៅហ្នឹងគឺអត់បានស្រង់ទឹកលេងទឹកបានទេព្រោះមេឃភ្លៀងពេលមេឃភ្លៀងអញ្ចឹងទៅទឹកឡើងក្រហមអញ្ចឹងហ្នឹងអញ្ចឹងយើងស្រង់យើងងូតអីបានដែរខ្លាចលមាស់ព្រោះយើងទៅហ្នឹងខែភាសាប្រហែលថ្ងៃមុនហ្នឹងពេលអញ្ចឹងទៅទឹកឡើងក្រហមមេឃភ្លៀងពេលអញ្ចឹងអត់អាចស្រង់ងូតអីបានទេប៉ុន្តែបើនិយាយរឿងទេសភាពមណ្ឌលគិរីញាតិញោមអាត្មារីខមមិនថាបើសិនជាត្រូវទៅយើងទៅខែភាសាហ្នឹងហើយខែ4សំទោសណាខែ5ខែ6ហ្នឹងភ្លៀងធ្លាក់1មេ2មេកក់ខែហ្នឹងគឺទេសភាពស្អាតញាតិញោមមេឃភ្លៀងមកអញ្ចឹងទៅស្លឹកឈើស្លឹកព្រៃវាលាស់មកហ្នឹងគឺស្អាតដូចផ្
ទាំងគំនូចឹងញោមញាតបងហើយនេះយើងថតពីកន្លែងទឹកធ្លាក់ទី2តែយើងថតពីចម្ងាយបងហ្នឹងហើយអត់ហ៊ានថតទៅក្បែរទឹកធ្លាក់ឯនោះទេព្រោះទឹកធ្លាក់ហ្នឹងវាផ្សែងទឹកមកខ្លាំងហើយចំហាយទឹកចំហាយអីចឹងទៅបងចឹងបានអត់ថតឲ្យញោមញាតទស្សនាមើលទៅពីចម្ងាយទេឲ្យទឹកឡើងល្អក់ហើយឡើងក្រហមមេឃភ្លៀងចឹងណាបងហ្នឹងហើយជាពិសេសកន្លែង background នេះញោមបងនេះស្អាតណាស់នេះបងទឹកធ្លាក់ទី2ហ្នឹងណាកម្ពស់20ម៉ែត្រជាងស្អាតណាញាតិញោមតំបន់ទេសចរក្នុងប្រទេសក្នុងស្រុករបស់យើងគឺស្អាតណាស់បងចឹងបានអាត្មាតែងតែនិយាយហើយនិយាយទៀតថាមុននឹងញោមញាតតើដើរលេងទស្សនកិច្ចនៅស្រុកគេប្រទេសគេចឹងដើរលេងទស្សនកិច្ចកំសាន្តតំបន់ទេសចរស្រុកយើងឲ្យតែគ្រប់កន្លែងសិនណាបងព្រោះស្រុកយើងកន្លែងលេងកន្លែងកំសាន្តកន្លែងល្អហ្នឹងច្រើនណាស់បងហើយម្យ៉ាងសម័យឥឡូវយើងមានទូរស័ព្ទមាន smartphone អញ្ចឹងយើងទៅដើរលេងដើរទេសចរកន្លែងណាមួយតំបន់ណាមួយយើងថតណាបាទថតផ្សព្វផ្សាយជាវីដេអូជារូបភាពអញ្ចឹងទៅព្រោះយើងជាប្រជាជនយើងចូលរួមផ្សព្វផ្សាយទេសចរជាតិរបស់យើងទាំងអស់គ្នាបាទប្រជាពលរដ្ឋម្នាក់ចូលរួមផ្សាយទេសចរតំបន់ទេសចរម្នាក់ដើម្បីសង្គមយើងដើម្បីជាតិរបស់យើងតាមរយៈការផ្សព្វផ្សាយទេសចរនឹងឯងបាទណានឹងមានប៉ុណ្ណឹងឯងញាតិញោមវីដេអូណាទៅទស្សនាមើលទឹកធ្លាក់ទឹកជ្រោះបូស្រាហ្នឹងបង